ពេលវេលាដែលសំខាន់គឺរងចាំពេលវេលាមួយដែលឪពុកម្ដាយមកយកហ្នឹងគឺជាពេលវេលាដែលម៉ាមីអង្គុយចាំមើលផ្លូវដល់ម៉ោងណាគាត់មកយកអីចឹងណារងចាំពេលវេលាមួយហ្នឹងអូមួយនេះអត់មានបន្ទោសទៅលើអ្នកណាម្នាក់ទេម៉ាមីក៏មិនបន្ទោសទៅលើគាត់ព្រោះគាត់ក៏អត់ដឹងចំណុចហ្នឹងម៉ាមីក៏អត់ចេះនិយាយប្រាប់គាត់ថាម៉ាមីត្រូវការអីដែរតែគាត់ដឹងថាក្នុងចិត្តបាត់ជាត្រូវការពេលវេលាជាមួយនឹងឪពុកម្ដាយចាបងប្អូនអរគ្នាដែលបានស្ដាប់ដំណើររឿងរបស់ Mummy Seafood ហ្នឹងហើយមានការរំជួលចិត្តសំបីតែម្ដាយបង្កើតរបស់ Mummy ក៏គាត់ឆាតមកដែរគាត់ឆាតមកថាអំឡុងពេលដែល Mummy និយាយរើសសាច់ម្ដុំញ៉ាំហ្នឹងណាតែអំឡុងពេលហ្នឹងពេលជាពេលដែលគាត់យក Mummy ទៅផ្ញើជាមួយនឹងជីដូនមែនហើយដោយសាររឿងហ្នឹងគឺម៉ាមីអត់ដែរនិយាយទេគឺជាលើកទី1ដែលម៉ាមីទម្លាយអាចកំបាំងមួយហ្នឹងអញ្ចឹងវាមានការប៉ះពាល់អារម្មណ៍មនុស្សជាច្រើនទាំងមិត្តភ័ក្តិនៅក្រៅប្រទេសទាំងមិត្តភ័ក្តិទាំងទស្សនិកជនផ្សេងក៏ដូចជា fan បកមកវិញកន្លែងហ្នឹងក៏ចង់សង្កត់ឲ្យទាំងអស់គ្នាក៏ដូចជាអ្នកម្ដាយគ្រប់រូបលោកឪពុកគ្រប់រូបកន្លែងហ្នឹងណាដោយសារវាកើតចេញពីបទពិសោធន៍របស់ម៉ាមីផ្ទាល់អាយុ3ឆ្នាំកូនក្មេងអាយុ3ឆ្នាំអញ្ចឹងជំនាន់ហ្នឹងគឺថាគ្មានអ្នកណាម្នាក់ដែលមានកំហុសទេសុទ្ធអត់ដឹងអញ្ចឹងរួមទាំងម្ដាយឪពុករបស់ម៉ាមីតើក៏គាត់អត់ដឹងដែរគាត់ដឹងតែប្រឹងរមានបាយកូនញ៉ាំឲ្យកូនទៅរៀនហ្នឹងគឺជាអ្វីដែលគាត់ត្រូវធ្វើប៉ុន្តែសម្រាប់ម៉ាមីពេលហ្នឹងអាយុ3ឆ្នាំព្រលឹមឡើងគឺត្រូវម្ដាយដឹកយកទៅផ្ញើនៅជាមួយជីដូនបែកពីម៉ាក់ប៉ាគាត់ទៅរកស៊ីរហូតដល់ល្ងាចម៉ោង6 7ទើបគាត់មកយកអញ្ចឹង3ក្មេង3ឆ្នាំតែអាចចងចាំបានណាអតីតកាលហ្នឹងប្រកាសឲ្យថាវាខ្វះអ្វីមួយយ៉ាងអញ្ចឹងសម្រាប់ម៉ាមីពេលហ្នឹងចាំអារម្មណ៍ខ្លួនឯងគឺពិតជាត្រូវការឪពុកម្ដាយនៅក្បែរខ្លាំងមែនតើអាយុ3ឆ្នាំកំពុងតែពេញញ៉ាំពេញឃ្លានពេញសបាយពេញស្រឡាញ់ទាំងអស់ប៉ុន្តែដូចម៉ាមីនិយាយអញ្ចឹង3ឆ្នាំយកទៅផ្ញើនៅជីដូនហើយអត់ដូចក្មេងឥឡូវមានលុយមានកាក់មានទូរស័ព្ទបាញ់លុយមានលុយជាប់ខ្លួនអត់ទេឃ្លានអីគឺមានអង្គុយមើលលេបទឹកមាត់នៅជាមួយជីដូនដែលជីដូនគាត់ចិញ្ចឹមចៅច្រើនមែនតើយើងដឹងថាជំនាន់អត់ចេញពីអពតអញ្ចឹងសំបីតបាយមិនបានញ៉ាំបាយដែលបាយទុនដូចសម្ងាយណាគាត់ដាំបាយស្រួយហើយសក្តាំងអីចឹងទៅគឺគាត់ចិញ្ចឹមចៅច្រើនក៏ឲ្យចៅញ៉ាំអញ្ចឹងទៅខ្វះខាតជីវភាពគឺថាខ្វះខាតគ្រប់គ្នាអញ្ចឹងអាបាយដែលក្រឹងអីហ្នឹងគឺថាញ៉ាំទៅវាឈឺកអីចឹងណាហើយពេលវេលាដែលសំខាន់គឺរងចាំពេលវេលាមួយដែលឪពុកម្ដាយមកយកហ្នឹងគឺជាពេលវេលាដែលម៉ាមីអង្គុយចាំមើលផ្លូវដល់ម៉ោងណាគាត់មកយកអីចឹងណារងចាំពេលវេលាមួយហ្នឹងអញ្ចឹងម៉ាមីគាត់ណាចង់សង្កត់ធ្ងន់ថាឲ្យឪពុកម្ដាយទាំងអស់គ្នាយកចិត្តទុកដាក់មែនតែនថាអ្វីដែលយើងធ្វើហ្នឹងគឺជាអ្វីដែលកូនត្រូវការឬក៏អត់ហើយម៉ាមីក៏ដែរបាននិយាយរឿងហ្នឹងទៅប្រាប់ឪពុកម្ដាយដែរអញ្ចឹងនៅពេលដែលគាត់បានមើល podcast ហ្នឹងគឺគាត់មានអារម្មណ៍ថាគាត់ក្តុកក្តួលគាត់ឈឺចិត្តគាត់ស្ដាយក្រោយអញ្ចឹងណាអញ្ចឹងគ្រាន់ថាវីដេអូមួយនេះអត់មានបន្ទោសទៅលើអ្នកណាម្នាក់ទេម៉ាមីក៏មិនបន្ទោសទៅលើគាត់ព្រោះគាត់ក៏អត់ដឹងចំណុចហ្នឹងម៉ាមីក៏អត់ចេះនិយាយប្រាប់គាត់ថាម៉ាមីត្រូវការអីដែរតែគាត់ដឹងថាក្នុងចិត្តបាត់ជាត្រូវការពេលវេលាជាមួយនឹងឪពុកម្ដាយហើយពេលវេលាដែលសំខាន់ហ្នឹងគឺថាអង្គុយចាំគាត់មកយកជារៀងរាល់ល្ងាចអង្គុយចាំគាត់មកយកឲ្យពេលឃើញគាត់ដប់គ្នាមកគឺថាសប្បាយចិត្តដូច្នេះពេលវេលាដែលកូនត្រូវការគឺជាពេលវេលាដែលឪពុកម្ដាយចំណាយពេលនៅជាមួយគាត់អាចសួរកូនថាកូនត្រូវការអី